ឃើញនៅទីនេះរៀងរាល់ម៉ោង7ព្រឹកឃើញគេគោរពទង់ជាតិណោះចាអត់មានខានទេណោះចាអត់ខានហ្មងគ្រប់រាល់ថ្ងៃហ្មងហើយមានអារម្មណ៍មិនដែរបាយចិត្តអូសប្បាយចិត្តណោះចាហើយដល់ម៉ោងដល់ងើបឈរហ្មងចាដល់ម៉ោងងឹបឈរគ្រប់ទង់បាទជាតិបន្ទាប់ពីយើងគោរពទង់ជាតិហើយយើងលក់ដូរធម្មតាចាលក់ដូរធម្មតាដើរផ្សារសុកស្រាប់តែម៉ោង7ព្រឹកមកដល់បងប្អូនឮសំឡេងបទនគររាជដែលជាភ្លេងជាតិរបស់យើងណាបន្លឺឡើងបងប្អូនអាជីវករទាំងអស់នៅក្នុងផ្សារសាមគ្គីឬក៏ផ្សារស្ទឹងត្រែងនេះណាងើបឈរឡើងគោរពទង់ជាតិព្រមគ្នាតែម្ដងរួមជាមួយនឹងពូសមត្ថកិច្ចអាជ្ញាធរដែលគាត់មើលប្រចាំការនៅផ្សារនេះផ្ទាល់បងប្អូនហើយពិតជាមានមោទនភាពគ្រាន់តែឮសំឡេងបទនគររាជដែលជាភ្លេងជាតិរបស់យើងភ្លាមណាព្រឺសម្បល់ខ្ញាក់តែម្ដងបងប្អូនហើយមើលជុំវិញខ្លួនបងប្អូនយើងគោរពទង់ជាតិត្រង់ខ្លួនភ្លឹងការងារគឺត្រូវទុកចោលមួយឡែកសិនបើទោះបីជារវល់តថ្លៃបន្លែផ្លែឈើត្រីសាច់កំពុងតែធ្វើត្រីបោចមាន់អីមិនក៏ទុកចោលសិនដែរដើម្បីមកគោរពភ្លេងជាតិរបស់យើងចប់ពីភ្លេងបទនគររាជរបស់យើងចូលបទពងសាវតាប្រហែលជា5នាទីណាចាប់ផ្ដើមគោរពទង់ជាតិរួចបន្ទាប់ពីគោរពទង់ជាតិចប់ណាបងប្អូនយើងចាប់ផ្ដើមលក់ដូរបន្តសកម្មភាពការងាររបស់ខ្លួនប្រចាំថ្ងៃទាំងអស់គ្នាឡើងវិញទៅសំឡេងអ៊ូអាយនៅក្នុងផ្សារការលក់ដូរបន្លែត្រីសាច់ចរាចរណ៍នៅមុខម្ហូបផ្សេងចាប់ពីព្រលឹមរហូតដល់ម៉ោង9ម៉ោង10ឬក៏11ថ្ងៃដែលបងប្អូនអំពូមីមីងយើងដើរផ្សារដើម្បីយកទៅចម្អិនធ្វើជាម្ហូបអាហារស្រស់ស្រូបនៅម៉ោង12ថ្ងៃត្រង់ណាហើយបងប្អូនយើងមានចាប់អារម្មណ៍ដូចជាខ្ញុំក៏ដូចជាក្រុមការងារអត់បងប្អូនទីតាំងផ្សារស្ទឹងត្រែងឬក៏ផ្សារសាមគ្គីនេះណាត្រូវបានរៀបចំបានយ៉ាងស្រស់ស្អាតមែនទែនមើលនៅទស្សនវិជ្ជាជាក់ស្ដែងបងប្អូនមើលត្រជាក់ភ្នែកការរៀបចំបានល្អបែបនេះណាគ្រាន់តែឃើញគឺចង់ដើរទិញទំនិញតែម្ដងអំណោយផលណាបងប្អូនហើយទីតាំងផ្សារនេះគឺធំទូលាយល្អសមល្មមហើយសម្រាប់បងប្អូនយើងដែលដើរផ្សារណាមិនតិចពេកក៏មិនច្រើនគ្នាបញ្ជ្រៀតគ្នាពេកមកល្មមមកដើរហើយការទិញនោះគឺងាយស្រួលមែនទែនមិនដណ្ដើមគ្នាទៀតទំនិញមកសមល្មមជាមួយនឹងចំនួនរបស់អតិថិជនដែលគាត់មកទិញណាចង់បានអីក៏មានដែរហើយសំខាន់ណាអ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ណាអ្នកលក់នៅទីនេះគាត់មានផលិតផលសម្រាប់លក់ឲ្យអ្នកលក់ដូចគ្នានៅទីនឹងផ្ទាល់ដូចគ្នាដើម្បីដោះដូរគ្នាទៅវិញទៅមកណាអ្នកលក់ត្រីទៅទិញសាច់ជ្រូកអ្នកលក់សាច់ជ្រូកមកទិញត្រីហើយសំខាន់គាត់មានម្ហូបមានអាហារសម្រន់ពាសពេញតែផ្សារតែម្ដងបងប្អូនចង់ញ៉ាំអីក៏មានដែរសម្រាប់ញ៉ាំជាអាហារពេលព្រឹកអាហារថ្ងៃត្រង់អាហារសម្រន់ញ៉ាំដើម្បីកំដរមាត់ក៏មានបើសិនជាបងប្អូនដែលជាអាជីវករនៅទីនេះគាត់ខ្ជិលធ្វើម្ហូបខ្ជិលទិញបន្លែត្រីសាច់អីយកទៅធ្វើខ្លួនឯងណាទិញម្ហូបស្រាប់នឹងក៏មានអ្នកលក់ឲ្យអ្នកលក់ណាបងប្អូនហើយអ្នកលក់ហ្នឹងក៏លក់ឲ្យអតិថិជនតអញ្ចឹងទៅអូយសប្បាយមួយយ៉ាងដែរតាសរសើរអំពូមីមីងបងប្អូនប្រុសស្រីយើងមែនតែនពេលដែលគោរពទង់ជាតិណាបងប្អូនស្មឹងស្មាតស្មារតីបង្ហាញនៅការគោរពបានល្អមែនតែនសឹងតែមិនដកដង្ហើមមើលមួយត្រង់ត្រាប់មែនតែនបងប្អូននេះបង្ហាញឲ្យឃើញពីទឹកចិត្តនៃការស្នេហាជាតិរបស់បងប្អូនខ្មែរយើងមិនថានៅទីណាទេដួងព្រលឹងជាតិតែងតែមាននៅក្នុងបេះដូងជាប់នៅក្នុងក្រអៅដួងចិត្តរបស់បងប្អូនខ្មែរយើងគ្រប់ស្រទាប់ជាន់ថ្នាក់គ្រប់ពេលវេលាគ្រប់ទីកន្លែងតែម្ដងហើយសកម្មភាពនៅក្នុងការគោរពទង់ជាតិនេះគឺតែងតែឃើញមាននៅតាមបណ្ដាសាលារៀនមន្ទីរពេទ្យជាពិសេសឃើញនៅតាមស្ថាប័នរដ្ឋផ្សេងក៏ប៉ុន្តែតាមផ្សារគឺមិនសូវជាមានទូទៅទេប៉ុន្តែសរសើរផ្សារសាមគ្គីនេះក៏ដូចជាផ្សារមួយចំនួនផងដែរដែលតែងតែបង្កើតនៅសកម្មភាពដ៏ល្អនេះពោលគឺតែងតែបង្កើតនៅការគោរពទង់ជាតិឲ្យតែម៉ោង7ឡើងគឺបទភ្លេងជាតិដឹងតែបន្លឺឡើងបងប្អូនញាតិមិត្តប្រុសស្រីគឺតែងតែត្រង់ត្រាប់តម្រង់ជួរឬក៏ឈរឡើងត្រង់ខ្លួនតែម្ដងដើម្បីសម្ដែងនៅការគោរពនៅបទភ្លេងជាតិក៏ដូចជាការគោរពនៅជាតិរបស់យើងទាំងអស់គ្នាចេញពីចិត្តតែម្ដងហើយក្រុមការងាររំដួល TV យើងឃើញបែបនេះបងប្អូនមិនបងអង្គយូរទេផ្ដិតយកនៅទស្សនវិជ្ជាទាំងអស់នេះចែកជូនបងប្អូនយើងឲ្យបានទស្សនាទាំងអស់គ្នាហើយក៏សង្ឃឹមថាសកម្មភាពដែលជាគំរូទាំងអស់នេះនឹងផ្សព្វផ្សាយបន្តទៅកាន់បងប្អូនទាំងអស់គ្នាឲ្យយកតម្រាប់តាមនៅគំរូដ៏ល្អទាំងអស់នេះអរគុណសម្រាប់ការតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់អរគុណដល់ផលិតផលទឹកយិនសិនម៉ាក់EEសម្រាប់បងប្អូនដែលមានបញ្ហាសុខភាពឧស្សាហ៍ចុករយស្ពឹកស្រពន់បាយមិនបានសម្រានមិនលក់ឬក៏ចង់កែខៃសុខភាពខ្លួនឯងឲ្យបានល្អប្រក្រតីជាងមុនអាចជ្រើសរើសយកទៅពិសាបាននៅទឹកយិនសិនរបស់ម៉ាក់EEចំណាយត្រឹមតែ$21ទេអាចទិញនៅទឹកយិនសិនម៉ាក់EEសម្បកកេះតូចយកទៅពិសាដែលមាន15កញ្ចប់តូចអាចញ៉ាំរហូតដល់កន្លះខែពេញឯណោះកាន់តែពិសេសក្រុមហ៊ុន Free ជូននៅសេវាកម្មដឹកជញ្ជូនទូទាំង25ខេត្តក្រុងរាល់ការទិញគឺមានការ free ជូននៅថ្នាំដុសធ្មេញមួយបំពង់បូកជាមួយនឹងសន្លឹកឆ្នោតមួយសន្លឹកដែលមានឱកាសនៅក្នុងការចាប់យករង្វាន់ម៉ូតូថែមទៀតផងកាន់តែពិសេសលើពិសេសថែមទៀតការរកទិញគឺមានភាពងាយស្រួលមែនទែនតាមរយៈបណ្ដាតំណាងចែកចាយក៏ដូចជា Pharmacy និងអាចទំនាក់ទំនងទិញតាមរយៈលេខ Telegram ដែលមានបង្ហាញស្រាប់នៅក្នុងវីដេអូនិងអាចទំនាក់ទំនងទិញតាមរយៈ Facebook Page ដោយផ្ទាល់ EE Black 9ដែលមានសញ្ញា Tick Q ជាសញ្ញាសម្គាល់សូមអរគុណជួបគ្នានៅក្នុងវីដេអូក្រោយទៀតសូមជម្រាបលា